រាល់ពេលដាច់លុយបងប្អូនគ្រប់គ្នាប្រហែលជាធ្លាប់គិតហើយថាគួរធ្វើម្ហូបអីដើម្បីអស់លុយតិចហើយញ៉ាំបានច្រើនតោះឥឡូវគឺមកស្គាល់មុខម្ហូបមួយមុខដែលចំណាយអស់លុយតិចហើយអាចញ៉ាំបានគ្នាច្រើនអញ្ចឹងថ្ងៃនេះគឺខ្ញុំធ្វើស្ងោរជ្រក់ត្រីសដែលជាត្រីធម្មជាតិដែលយើងរកបានពីតាមស្ទឹងណាដោយសារខែនេះនៅភូមិខ្ញុំគឺសម្បូរត្រីស្ទឹងដោយសារតអ្នកភូមិគាត់បានដាក់មងឬហុំសម្រាប់ដើម្បីយកត្រីនឹងមកលក់អញ្ចឹងយើងបានត្រីធម្មជាតិពិតតែម្ដងហើយក្នុងនោះដែរម្ហូបមួយមុខនេះគឺចំណាយអស់តែ3000រៀលទេអញ្ចឹងបងប្អូនប្រហែលជាឆ្ងល់ហើយ3000ហ្នឹងទិញអីបានខ្លះតោះមកមើលគ្រឿងផ្សំទាំងអស់គ្នាអញ្ចឹងគ្រឿងផ្សំនេះជាយើងរកបាននៅតាមផ្ទះដោយខ្លួនឯងផ្ទះណាក៏មានដែរយើងអត់បាក់ចំណាយលុយទិញទេមានស្លឹកក្រូចមានរំដេងគល់ស្លឹកគ្រៃខ្ញីហើយនិងខ្ទឹមសខ្ទឹមក្រហមម្ទេសអីហ្នឹងណាយើងមានហើយត្រីនេះគឺខ្ញុំទិញអស់តែ2000រៀលទេដោយសារត្រីនេះ1គីឡូ6000អញ្ចឹងខ្ញុំទិញមកនេះគឺ2000យើងអាចស្លបានមួយពេលហើយគេធ្វើឲ្យស្អាតតែម្ដងអត់ពិបាកយើងធ្វើទេហើយសម្រាប់ផ្សិតនេះគឺចំណាយអស់តែ1000រៀលទេផ្សិតសហើយផ្សិតច្បើងដោយសារមានសល់ពីមុនមកស្រាប់អញ្ចឹងក៏យកមកដាក់លេហើយអង្គហ្នឹងត្រូវការមកលប្រេទេដោយសារយើងត្រូវការកាត់ជាតិឆ្អាបហើយធ្វើឲ្យសម្លរបស់យើងមានបង្កើនរសជាតិមួយកម្រិតទៀតហើយនេះគឺជីគ្រប់មុខសម្រាប់បងប្អូនខ្លះដែលមានដាំនៅផ្ទះគឺយើងអត់បាក់ទិញគេទេអាចបេះដាក់បានហើយបន្តមកទៀតយើងដាំទឹកឲ្យពុះមកអត់ចំណាយអីពេលវេលាយូរឯដាក់គ្រឿងផ្សំដែលយើងបានបង្ហាញមិញចូលទាំងអស់មកហើយរងចាំឲ្យទឹករៀងពុះបន្តិចយើងដាក់អង្ករចូលហើយបន្ទាប់ពីដាក់អង្ករចូលឲ្យអង្កររៀងរីកបន្តិចចាំយើងបង់ត្រីចូលអញ្ចឹងត្រីរបស់យើងនេះគឺអាចបរិមាណប៉ុណ្ណឹងគឺយើងអាចញ៉ាំបាន4-5នាក់ឯងអត់ពិបាកយើងត្រូវទិញអីថែមទៀតទេសារតម្លៃវារៀងធូរដែរហើយបន្ទាប់ពីត្រីយើងរៀងឆ្អិនបន្តិចយើងដាក់គ្រឿងគ្រូចូលមានអំបិលប៊ីចេងមានស្ករទឹកត្រីម្សៅស៊ុបអីចឹងទៅតាមចំណង់ចំណូលចិត្តណាហើយបើស្ករសសម្រាប់ផ្ទះណាដែលអត់ញ៉ាំស្ករយើងមិនបាច់ដាក់ក៏បានដែរហើយយើងភ្លក់រសជាតិតាមចំណង់ចំណូលចិត្តដែលយើងចង់បានទៅជាការស្រេចហើយបើសម្រាប់ផ្ទះខ្ញុំគឺពេលដែលខ្ញុំស្ងោរខ្ញុំរួចប្រហុកបន្តិចតែខ្ញុំអត់បានថតវីដេអូនឹងបញ្ចូលតែបើសិនជាអ្នកអត់ចេះទេដាក់តែទឹកត្រីក៏បានដែរហើយបន្ទាប់ពីសម្លយើងពុះហើយគឺយើងបង់ផ្សិតរបស់យើងចូលមកហើយទុកឲ្យផ្សិតរៀងឆ្អិនបន្តិចចាំយើងលើកជាការស្រេចតែម្ដងអញ្ចឹងរយៈពេលប្រហែលជា15នាទីគឺយើងស្លបានសម្លស្ងោរជ្រក់ត្រីស្រែរបស់យើងមួយឆ្នាំងហើយជាត្រីធម្មជាតិទៀតអញ្ចឹងពេលដែលយើងញ៉ាំគឺចាំយើងបង់ជីហើយនឹងច្របាច់ក្រូចឆ្មាតាមក្រោយដោយសារកាលណាយើងដាក់ជីទៅក្នុងសម្លស្ងោរជាមួយវាធ្វើឲ្យសម្រស់សម្លរបស់យើងវាអត់សូវស្អាតអញ្ចឹងយើងចាំពេលយើងញ៉ាំយើងដួសបងដាក់ចានហើយបង់ជីចូលហើយច្របាច់ក្រូចឆ្មាថែមខ្ទឹមបំពងអីមកជាការស្រេចចាអញ្ចឹងសម្រាប់ម្ហូបមួយមុខនេះគឺឆ្ងាញ់ហើយចំណាយពេលវេលាប្រហែលជា10ទៅ15នាទីហើយអស់តែ3000រៀលទេបងប្អូនអាចញ៉ាំបានគ្នា4ទៅ5នាក់សម្រាប់គ្រួសារតូចចាអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់បង្ហាញជូនបងប្អូនអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ Subscribe Channel ម្នាក់មួយផងណាអរគុណ